ប៉ុន្តែកម្ពុជាត្រៀមគឺថារក្សាសិទ្ធិក្នុងការការពារទឹកដីរបស់ខ្លួនទៅតាមគ្រប់មធ្យោបាយរួមទាំងកងកម្លាំងប្រដាប់អាវុធនៅក្នុងពេលបើសិនជាមានការព្យាយាមប្រើប្រាស់កងកម្លាំងប្រដាប់អាវុធនៅក្នុងការឈ្លានពានប្រជានេះគឺជាកិច្ចការជាក់ស្ដែងការអស់កម្លាំងគឺជាការអនុវត្តនៅគោលការណ៍នេះឯងយើងមិនចោទភ្លាមមិនតាន់ដឹងរឿងអីយើងបាញ់3ទៅទេតែយើងក៏ត្រៀមបើសិនជាករណីនេះបណ្ដោះឲ្យវាយតម្លៃថានេះគឺជាផែនការនៅក្នុងការឈ្លានពានបាទតែបើថាជាទាហាននៅខាងមុខធ្វើការកម្រិតណានេះគឺជាការទទួលខុសត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលបងប្អូនខ្ញុំឃើញអ្នកខ្លះស្រែកប្រកែកណាអស់តទៅហើយមិនក៏មិនវាយខ្ញុំមើល account នៅអាមេរិកនៅអីនោះបងអើយជីកប៉ាល់ហោប៉ោខ្ញុំឲ្យទៅមុខហ្មងបាទឲ្យតែម្ដងបាទអ្នកខ្លះណាគ្រាន់តែយើងទប់សភាពការយើងជជែកគ្នាគេថាយើងឲ្យក្បាលចង់ឲ្យផ្ទុះអាវុធឲ្យយកអា BM ទៅវាយមកខ្ញុំយកអ្នកដែលសង្ស័យឆ្ងល់រឿងតបនឹងយកទៅឲ្យគាត់ឈរជើងពេលនេះគឺជាពេលដែលល្អបំផុតដើម្បីឲ្យគាត់យល់អំពីហេតុអីវិធីសាស្ត្រយុទ្ធវិធីណាដែលយើងទៅបញ្ចេញនឹងទៅបញ្ចេញបាទបងប្អូនខ្លះគាត់ស្រែកគាត់ថាហេតុអីបានជាយើងលាក់ព័ត៌មានទៅហ៊ានស្លាប់គេទៅយកពីរឿងប្រទេសថៃមកវិញគេជេរយើងទៀតអ្នកខ្លះទៅអួតទៅហ៊ានយើងស្លាប់ម្នាក់ទៅអូទៅហ៊ានខ្មែរស្លាប់2របួស4បងប្អូននៅក្នុងសមរភូមិអាវុធសពាវុធជាកត្តាមួយឯងវាអាចត្រឹម40-30%ប៉ុន្តែឆន្ទៈស្មារតីប្រយុទ្ធគឺកត្តាកំណត់ជោគជ័យ2008 2011គេថតដូចតែគ្នាឃើញតែហ៊ានខ្មែរអត់មកជឿទេបញ្ហាតែខ្ញុំមិននិយាយតែហ៊ានជំនាន់ណាក៏ដោយជំនាន់ដើមដូចជំនាន់ពួកអេស៊ីបអីខ្ញុំអត់ចាំមុននឹងតាហ៊ានចេញគេហៅគ្រូទាយគេហៅ guru មកគ្រូទាយរបស់ស្ដេចគាត់តែងតែនិយាយថាតាហ៊ានយើងចេញច្បាំងនេះគឺឈ្នះហើយទោះបីជាច្បាំងចាញ់ក៏ដោយស្អីក៏ដោយតែគេត្រូវប្រាប់ថាតាហ៊ានយើងចេញច្បាំងទៅឈ្នះសត្រូវនឹងវិនាសខ្ចាត់ខ្ចាយស្លាប់កជើងដើម្បីអីដើម្បីលើកចិត្តតាហ៊ានមុនប្រយុទ្ធកុំឲ្យចាញ់ច្រាបបាទនៅលើសមរភូមិអ្នកដែលឆ្លងកាត់ប្រយុទ្ធមិនថាពីជំនាន់មុនឥឡូវភាគីម្ខាងតែងតែបំផោងនៅការស្លាប់របួសរបស់ភាគីម្ខាងទៀតបាទដោយអ៊ុយក្រែនហើយរុស្ស៊ីចឹងបាញ់មកកញ្ចែងទៅអត់មានស្លាប់ផងគេថាអូស្លាប់300បាត់ហើយដើម្បីបំបាក់ស្មារតីម្ខាងតែខ្លួនឯងអត់បង្ហាញទេបើស្លាប់10ប្រាប់តែមួយឥឡូវមើលក្នុងប្រហែលថ្ងៃទៅកាសែតថៃមានដែរបង្ហាញថាគេរបួសស្លាប់តែហ៊ានយើងនៅមុខប្រាប់ថាមានរបួសមានស្លាប់ឬស្រែកចាចអីខ្លះគេអត់ទេគេប្រាប់ថាយើងតែមានតែគ្នាយើងមួយចំនួនបងប្អូនមួយចំនួនគាត់ថាសិទ្ធក្នុងការបញ្ចេញមតិខំទៅយកគាត់ថាឃើញទេខ្មែរលាក់ខ្ញុំទៅយកពីថៃយកមកផ្សាយតើបងប្អូនមានចេតនាឬក៏មិនយល់ពីចិត្តសាស្ត្រកងទ័ពខំបំហាញអំពីការបាត់បង់របស់កងទ័ពរបស់យើងក្រសួងការពារជាតិការគ្រប់គ្រងព័ត៌មាននេះគឺសំខាន់ណាស់ពេលដែលយើងវាយគ្នាព្រះវិហារដំបូងព័ត៌មានច្បោកច្បល់ដោយសារអីអ្នកកសែតទាមទារយកព័ត៌មានអញ្ចឹងគាត់រកពីក្រសួងអត់ទាន់បានព្រោះក្រសួងគេត្រូវបូកលេខអីឲ្យច្បាស់បានគេចេញគេទូទៅសួរអ្នកវិទ្យាមន្ត្រីអត់ទេខ្ញុំឮស្លាប់20នាក់ស្រែក20នាក់ទៅដល់ចុងវាច្បោកច្បល់ពេញក្នុងប្រទេសធ្វើឲ្យបាក់ពួកបាក់ទី1តាហ៊ាននៅមុខតែទី2គ្រួសារនៅក្រោយខ្មែរគ្នាឯងស្លាប់ច្រើនណាទូទៅប្តីនៅមុខបងអើយមកបោះអាវុធបាក់ទឹកចិត្តនេះគឺជាកត្តាសំខាន់រឿងការចេញព័ត៌មានអំពីការរបួសស្លាប់ទៅលើដែលក្រសួងការពារជាតិត្រូវចេញ
មិនមែនជាការលាក់ព័ត៌មានទេប៉ុន្តែការគិតគូរឲ្យបានច្បាស់លាស់ទិន្នន័យឲ្យបានច្បាស់លាស់បូកជាមួយនឹងពេលវេលាបានច្បាស់លាស់ហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់តាក់ទងនឹងសភាពការវិវត្តនៅព្រំដែនសូមយកព័ត៌មានពីពេកផ្លូវការរបស់ក្រសួងទ័ពរបស់ក្រសួងការពារជាតិរបស់យើងបើមិនចឹងទេច្បោកច្បល់ហើយមិនស្រួលទៅយកតាពីកាសែតរបស់ថៃហើយកាសែតថៃគាត់ផ្សាយតែយើងបំពងតែពីយើងពេលខ្លះឥឡូវថាយើងស្លាប់ប្រមាណរបួសប្រមាណអីទៀតនោះអញ្ចឹងវាបង្កើតនៅការមិនទុកចិត្តខ្មែរគ្នាឯងបាទនេះគឺជាការសំខាន់មុនវាយគ្នាមេតបគេត្រូវធ្វើអីគេស៊ើបការយកព័ត៌មានគេចង់ដឹងថាទាហានភៀកគីប្រខាងទៀតមានប្រមាណនេះសម្ភារៈបំពាក់ស្អីខ្លះអាវុធកម្រិតណាលេនដ្ឋានកម្រិតណាដើម្បីខ្ញុំប្រើកម្លាំងខ្ញុំប្រើអាវុធឲ្យចំអញ្ចឹងបើយើងខំទៅថតបង្ហាញអំពីស្ថានភាពទីតាំងឬមួយក៏ស្អីនៅយើងឬមួយក៏ការចល័តតបរបស់យើងវាស្មើនឹងឲ្យគេអង្គុយរាប់ទៅហើយអូអានេះមកប៉ុណ្ណេះយកទៅនេះចាំវាយទៅមិនបាច់ស៊ើបការទេស៊ើបការទៅអីព្រោះគេបង្ហោះតាម Facebook ហើយទៅតែឯងឡើងចុចទៅនិយាយមកការប៉ុណ្ណឹងព្រោះឥឡូវកំភ្លើងមួយសើកំភ្លើងមាន GPS សើកំភ្លើងអត់ចាំបាច់ទៅតម្រងអីទៀតទេគេវាយកូដចូលក្នុងកំភ្លើងធំបាយតបានយើងក៏មានគេក៏មានចឹងខ្ញុំសូមអំពាវនាវឲ្យបងប្អូនជាពិសេសកងទ័ពរបស់យើងព័ត៌មាននៅព្រោះឥឡូវទ័ពមួយសើ smartphone ដែរព្រំដែនរបស់យើងកន្លែងច្រើនសើមាន 3G 4G បាទកន្លែងក្រៅសើមានតែមាន 4G ការបង្ហោះព័ត៌មានអីទេសម័យថៃដែលមានណែនាំមិនឲ្យបញ្ចេញសភាវុធបញ្ចេញអីរឿងគោលការណ៍កងទ័ពលក្ខការទីតាំងឈរជើងអាវុធសម្ភារៈប៉ុន្តែដើម្បីអីបងប្អូនយើងត្រៀមលក្ខណៈដើម្បីអីគោលដៅធំរបស់យើងទី1ការពារអធិបតេយ្យបូរណភាពរបស់យើងគ្រប់វិធីសាស្ត្របើជៀសពីសង្គ្រាមបានជៀសតែយើងទៅការពារទឹកដីមិនឲ្យបាត់ពីលីដែរតែបើជៀសមិនបានទៅវាយឲ្យឈ្នះហើយការពារអាយុជីវិតទាហានរបស់យើងឲ្យបានជាអតិបរមានេះជាគោលដៅរបស់យើងបាទទាហានរបស់យើងបងប្អូនអ្នកពលីអ្នកឈរមុខប្រជុំ